សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកអាន69សារអំពីភាពជាអ្នកដឹកនាំបន្តទៀតហើយថ្ងៃនេះគឺជាសារទី3ដែលសារទី3ហ្នឹងគេនិយាយអំពីការសាកល្បងពិចារណាលើខ្លួនឯងតើអ្នកធ្លាប់ឆ្ងល់និងធ្លាប់សាកល្បងសួរខ្លួនឯងទេថានៅក្នុងចក្រវាឡដ៏ធំល្វឹងល្វើយឥតដែនកំណត់នេះតើហេតុអ្វីបានជាមានវត្តមានរបស់អ្នកតើអ្នកដឹងទេថាតើអ្នកកើតមកពីណានិងមកពីកន្លែងណាហេតុអ្វីបានជាអ្នកមកដល់ទីនេះតើនរណាបាននាំអ្នកមកទីនេះតាមពិតទៅមិនមែនមានតែអ្នកម្នាក់ទេដែលបានមកដល់ទីនេះតែមានមនុស្សជាច្រើនអ្នកទៀតក៏មានវត្តមាននៅលើផែនដីនេះផងដែរគ្រប់គ្នាកើតមកនៅក្នុងនាមជាមនុស្សជាមួយអ្នកដែរតែគ្មាននរណាដូចនឹងអ្នកទេមនុស្សគ្រប់គ្នាតែងតែមានលក្ខណៈពិសេសដោយឡែកពីគ្នារៀងៗខ្លួនហើយក៏គ្មាននរណាម្នាក់ដូចរូបអ្នកដែរតើអ្នកជានរណាអ្នកគឺជាអ្នកដែលមិនមែនជាអ្នកដទៃហើយមានតែអ្នកម្នាក់គត់នៅក្នុងផែនដីនេះមនុស្សចាប់កំណើតមកជាមួយនៅកំណត់ដ៏មហាសាលដែលកំណត់ទី1គឺរូបរាងកាយកំណត់ទី2គឺខួរក្បាលមានប្រាជ្ញាឥតព្រំដែនកំណត់ទី3គឺបេះដូងដែលអាចមាននៅអារម្មណ៍នៃក្តីស្រឡាញ់កំណត់ទី4គឺប្រឡងស្មារតីតើអ្នកជានរណាអ្នកគឺជាអ្នកហើយជាមនុស្សដែលអស្ចារ្យអ្នកគឺជាមនុស្សអស្ចារ្យដោយសារតែអ្នកមុននឹងបានឃើញពន្លឺព្រះអាទិត្យអ្នកជាអ្នកឈ្នះគឺអ្នកឈ្នះតាំងពីនៅក្នុងពោះម្ដាយរបស់អ្នកមកម្លេះមនុស្សគ្រប់គ្នាកើតមកជាមួយនឹងជ័យជំនះតែមនុស្សភាគច្រើនរស់នៅក្នុងទម្លាប់នៃភាពបរាជ័យធម្មជាតិបានកំណត់ថាអ្នកជាមនុស្សជោគជ័យតែអ្នកខ្លួនឯងមិនបានស្គាល់ពីតម្លៃមួយនេះនោះទេក្រៅពីអំណោយផលខាងសមត្ថភាពរូបរាងកាយអ្នកក៏មានសមត្ថភាពខួរក្បាលឥតព្រំដែនផងដែរខួរក្បាលមនុស្សម្នាក់មានទម្ងន់ចន្លោះពី1គីឡូក្រាមទៅ1គីឡូក្រាមកន្លះគ្រប់គ្នាមានសមត្ថភាពខួរក្បាល 100% តែមនុស្សភាគច្រើនប្រើប្រាស់សមត្ថភាពខួរក្បាលត្រឹមតែ 1% ប៉ុណ្ណោះតើហេតុអ្វីអ្នកប្រាជ្ញជាច្រើនបានប្រើប្រាស់សមត្ថភាពខួរក្បាលត្រឹមតែ 10% តើអ្នកប្រាជ្ញជានរណាអ្នកប្រាជ្ញគឺជាមនុស្សចុះតើអ្នកជានរណាអ្នកក៏ជាមនុស្សដូចអ្នកប្រាជ្ញដែរហើយថែមទាំងជាមនុស្សពិសេសទៀតផងដូច្នេះអ្នកពិតជាអាចប្រើប្រាស់សមត្ថភាពខួរក្បាលបានខ្ពស់ដូចគ្នាខួរក្បាលរបស់មនុស្សបើប្រើកាន់តែច្រើនគឺកាន់តែខ្លាំងបើកាន់តែគិតនឹងកាន់តែឆ្លាតបើកាន់តែគិតនឹងកាន់តែកើនបញ្ញាការគិតពុំមែនធ្វើឲ្យអ្នកឈឺក្បាលទេតែការមិនព្រមចេះគិតទៅវិញទេដែលនាំឲ្យអ្នកឈឺក្បាលស្មុគស្មាញទៅវិញខួរក្បាលគឺជាអ្នកបង្កើតគំនិតហើយបេះដូងគឺជាអ្នកផលិតក្តីស្រឡាញ់បេះដូងដែលពោរពេញទៅដោយក្តីស្រឡាញ់គឺតែងតែបង្កើតមិត្តភាពសាមគ្គីភាពនិងភេរវភាពជាមួយមនុស្សដទៃទៀតខួរក្បាលដែលពោរពេញទៅដោយគំនិតល្អតែងតែផលិតសមិទ្ធផលដ៏អស្ចារ្យបេះដូងនិងខួរក្បាលត្រូវការតុល្យភាពចំណេះដឹងខួរក្បាលដែលខ្វះក្តីស្រឡាញ់ពីបេះដូងគឺស្មើនឹងខ្វះរសជាតិនៃជីវិតដែលមានក្តីស្រឡាញ់គឺជាជីវិតដែលអស្ចារ្យតើអ្នកបានស្គាល់ខ្លួនឯងនិងរកឃើញខ្លួនឯងហើយឬនៅក្រៅពីបេះដូងមនុស្សត្រូវការស្វែងយល់ពីខ្លួនឯងតាមរយៈស្មារតីឬព្រលឹងដែលមាននៅក្នុងខ្លួនមនុស្សគ្រប់គ្នាស្មារតីឬព្រលឹងគឺគ្មានរូបរាងតែវាគឺជាអត្តសញ្ញាណរបស់អ្នកហើយវាតែងតែស្ថិតនៅជាសំឡេងបន្លឺឡើងក្នុងខ្លួនអ្នកជានិច្ចមនុស្សដែលស្គាល់ខ្លួនឯងតែងទទួលស្គាល់និងទទួលដឹងច្បាស់ប្រាកដថាខ្លួនមកពីណាមនុស្សកើតចេញពីធម្មជាតិនិងជាចំណែកមួយនៃធម្មជាតិមនុស្សដែលស្គាល់ខ្លួនឯងគឺជាអ្នកដែលមានកំណើតមនុស្សដែលមានកំណើតគឺចាំបាច់ត្រូវមានគុណធម៌កតញ្ញូកតវេទីឬមានន័យថាដឹងគុណតបគុណឬចេះថ្លែងអំណរគុណអ្នកដទៃ
ដូច្នេះមនុស្សត្រូវរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីអរគុណនៅអ្វីៗគ្រប់បែបយ៉ាងមិនថាញាតិកាគឺគ្រូបាអាចារ្យឪពុកម្ដាយអ្នកដែលបានផ្ដល់គ្រប់យ៉ាងឲ្យអ្នកអ្វីដែលនៅជុំវិញអ្នកនិងមនុស្សដែលនៅជុំវិញអ្នកគ្រប់យ៉ាងគឺសុទ្ធតែជាអ្នកមានគុណរបស់អ្នកកតញ្ញូកតវេទីគឺជាគុណធម៌មួយបែបដែលជាសច្ចៈក្នុងចក្រវាឡការចេះដឹងគុណហើយតបស្នងសងគុណគឺជាគុណធម៌ដ៏ល្អប្រពៃតែការដែលមិនចេះតបស្នងសងគុណគឺពុំអាចធ្វើឲ្យមនុស្សស្វែងរកខ្លួនឯងឃើញបានឡើយក្នុងនាមជាមនុស្សដាច់ខាតត្រូវមានគុណធម៌តើគុណធម៌គឺជាអ្វីគុណធម៌របស់មនុស្សម្នាក់ៗដែលបានកំពុងរស់នៅក្នុងប្រទេសនីមួយៗគឺត្រូវចេះតបគុណចំពោះមាតុភូមិរបស់ខ្លួនមាតុគឺជាភាសាបាលីដែលមានន័យថាម្ដាយរីឯភូមិមានន័យថាប្រទេសជាទីកំណើតដូច្នេះមនុស្សគ្រប់រូបតែងជំពាក់គុណមាតុភូមិការដឹងថាមាតុភូមិមានគុណចំពោះខ្លួនគឺអត់ទាន់គ្រប់គ្រាន់នៅឡើយទេតែអ្នកគួរតែចេះតបស្នងសងគុណមាតុភូមិតាមសមត្ថភាពនិងលទ្ធភាពដែលខ្លួនអាចធ្វើទៅបានសារទី4គេនិយាយអំពីអំណាចក្នុងខ្លួនជាការពិតណាស់មនុស្សភាគច្រើនចូលចិត្តគិតផ្ដោតសំខាន់តែទៅលើអំណាចដែលនៅខាងក្រៅខ្លួនប៉ុណ្ណោះប៉ុន្តែអំណាចពិតប្រាកដគឺតែងតែស្ថិតនៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗយ៉ាងណាមិញមនុស្សគ្រប់រូបមានអំណាចថាមពលដែលនៅក្នុងខ្លួនថាមពលនៅក្នុងខ្លួនគឺជាឥទ្ធិពលចេញទៅខាងក្រៅចំណែកខាងក្រៅគឺកើតចេញពីអំណាចខាងក្នុងហើយអំណាចក្នុងខ្លួនគឺជាអ្នកកំណត់អំណាចខាងក្រៅមនុស្សមិនមែនអន់ទេតែគំនិតខាងក្នុងរបស់មនុស្សទៅវិញទេដែលខ្សោយមនុស្សកើតមកដើម្បីឈ្នះតែចិត្តគំនិតខាងក្នុងរបស់មនុស្សទៅវិញទេដែលចាត់ទុកការចាញ់គឺជាទម្លាប់តើអ្នកចូលចិត្តផ្ដោតសំខាន់ទៅលើកត្តាខាងក្នុងខ្លួនច្រើនជាងឬផ្ដោតសំខាន់ទៅលើអំណាចខាងក្រៅជាកត្តាចម្បងមនុស្សគឺជាមនុស្សពីធម្មជាតិមានអំណាចថាមពលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងលើរឿងគ្រប់យ៉ាងនិងបង្កើតគ្រប់យ៉ាងឲ្យកើតឡើងបានប៉ុន្តែមុននឹងអ្វីៗគ្រប់យ៉ាងដែលនៅខាងក្រៅខ្លួនអាចកើតឡើងទៅបានលុះត្រាតែមនុស្សស្គាល់ខ្លួនឯងជាមុនសិនមនុស្សស្គាល់ខ្លួនឯងតែចេះគ្រប់គ្រងខ្លួនឯងបានល្អមនុស្សទាំងអស់គឺជាម្ចាស់វាសនារបស់ខ្លួនឯងឈ្នះខ្លួនឯងគឺមានន័យថាឈ្នះលើអ្នកដទៃហើយគ្រប់គ្រងខ្លួនឯងបានក៏មានន័យថាគ្រប់គ្រងអ្នកដទៃបានដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនានិងស្ដាប់នៅវីដេអូការអានសៀវភៅរបស់ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ peaceful